ในcái class ដែលចង់ copy អក្សរចេញពីរូបភាពមានន័យថាយើងឃើញអត្ថបទមួយដែលអត្ថបទហ្នឹងយើងចង់យកវាមកកែច្នៃឬក៏ដាក់នៅក្នុងឯកសាររបស់យើងប៉ុន្តែវាជារូបភាពឬក៏ជា PDF ទេដែលធ្វើឲ្យយើងអាច copy ជា text បានទេអញ្ចឹងយើងចង់បានវាគឺពិបាកអញ្ចឹងឥឡូវខ្ញុំមកណែនាំនៅ website មួយទៅកាន់អ្នកទាំងអស់គ្នាដែលអាចឲ្យអ្នកទាំងគ្នាបំលែងរូបភាពទៅជាអក្សរហើយយើងអាចយកអក្សរហ្នឹងយកទៅកែច្នៃឬក៏ដាក់នៅក្នុងឯកសាររបស់យើងបានអញ្ចឹងចង់នឹងទៅធ្វើបែបម៉េចខ្ញុំនឹងបង្ហាញអ្នកទាំងគ្នានៅក្នុងវីដេអូនេះតែមុននឹងបង្ហាញសូមអ្នកទាំងគ្នាជួយចុច like ក៏ដូចជា follow ខ្ញុំម្នាក់មួយដើម្បីតាមដានរាល់ការចែករំលែកចំណេះដឹងទាក់ទងជាមួយនឹងបច្ចេកវិទ្យាទាំងអស់គ្នាអញ្ចឹង website មួយហ្នឹងមានឈ្មោះថា image2text.info អញ្ចឹងអ្នកទាំងគ្នាអាចចូលទៅកាន់ browser ឬក៏ Chrome ទៅវាយពាក្យថា image2text.info ឬក៏ខ្ញុំនឹងតម្លាក់ link នៅក្នុង description អ្នកទាំងគ្នាអាចចូលទៅប្រើបានអញ្ចឹងចង់នឹងតែប្រើបែបម៉េចខ្ញុំនឹងបង្ហាញអ្នកគ្នានៅក្នុងវីដេអូនេះអញ្ចឹងតោះទៅមើលទាំងអស់គ្នាអូខេអញ្ចឹងដើម្បីប្រើប្រាស់បានគ្នាយើងចូលមកកាន់ browser មកហើយ search ពាក្យថា image2text.info នេះ image2text.info មកយើង enter មកអញ្ចឹងយើងទៅរករូបភាពដែលយើងចង់បំលែងមានន័យថាយើងរករូបភាពដែលមាន text ហើយយើងយករូបភាពហ្នឹងយកមកបំលែងអញ្ចឹងឥឡូវខ្ញុំចូល website ខ្ញុំមកអញ្ចឹងខ្ញុំចង់បាន text នេះអញ្ចឹងយើងគ្រាន់តែធ្វើការ capture វាទៅយកតែប៉ុណ្្នឹងមកហើយយើង copy វាមកបន្ទាប់មកយើងយកវាមកផាសនៅក្នុង website ហ្នឹងមកហើយយើងចុចពាក្យ convert នេះទៅយើងរងចាំបន្តិចទៅគឺវានឹងផ្ដល់នៅ text ឲ្យយើងបានហើយអញ្ចឹងនេះតើតើជាមួយនឹង text គឺយើងបានតើតើជាមួយនឹង text គឺត្រឹមត្រូវគឺវីដេអូវគ្គសិក្សាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍ហើយគិតថាល្អអាចចែករំលែកទៅកាន់អ្នកដទៃបានដើម្បីជាប្រយោជន៍ទៅកាន់អ្នកផ្សេងទៀតអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នានៅក្នុងការទស្សនានៅវីដេអូមួយនេះអញ្ចឹងបាយ